នេះជា The Forge អ្នកនរគ្នាហើយថ្ងៃនេះខ្ញុំនឹងធ្វើការលេង The Forge ទៅដល់នៅកោះទី2យកកុំឲ្យខានពេលយូរឥឡូវយើងចូលទៅកាន់វីដេអូយើងមកទៅជាដំបូងខ្ញុំរត់ទៅកន្លែង Cave ដើម្បីទៅធ្វើ quest គេគឺសម្រាប់ zombie 3 Forge item ហើយនឹង Mine Your Rare 35 zombie ទី1 zombie ទី2និង zombie ទី3បន្ទាប់ពីនោះមកខ្ញុំក៏បានដើរទៅរករ៉ែដើម្បីជីកបន្ទាប់ពីនោះមកខ្ញុំក៏បានដើរចេញពី Cave ដើម្បីទៅ Forge Avant កន្លែងនេះខ្ញុំនឹងដាក់ speed ឲ្យមើលថាតើខ្ញុំ Forge Avant ដូចម្ដេចបន្ទាប់ពីខ្ញុំ Forge ហើយនេះខ្ញុំក៏បានទៅនិយាយជាមួយអាតានេះវាឲ្យធ្វើ quest តទៀតបន្ទាប់មកតាហ្នឹងក៏បានប្រាប់ខ្ញុំហ្នឹងទៅកន្លែងមួយដើម្បី upgrade ដាវយើងបន្ទាប់ពីនោះមកគេឲ្យខ្ញុំទៅ enchant ដាវខ្ញុំហើយខ្ញុំក៏បានចុចកន្លែង enchant ហើយក៏បានយកដាវវែងខ្ញុំនឹងមក enchant ដាក់ burn គឺដាក់ទៅគេឲ្យយក196 gold ហើយបន្ទាប់ពីនោះមកនេះអ្នកនេះមកដាវចេញភ្លើងកប់សេរីបន្ទាប់ពីនោះមកខ្ញុំក៏បានទៅនិយាយជាមួយអាតានេះវាប្រាប់ឲ្យទៅកន្លែងតានោះប៉ុន្តែមុនខ្ញុំទៅនេះខ្ញុំក៏បានធ្វើ quest ជាមួយអាប៉ិតនេះមួយវាឲ្យគុណសោមួយហើយចាក់ទៅយក pickaxe មួយដែលល្អប៉ុន្តែវាមិនល្អខ្លាំងទេគឺល្អមកល្មមសម្រាប់ update នេះព្រោះ update ក្រោយវានឹងអាចចេញ pickaxe ថ្មីបន្ទាប់មកខ្ញុំក៏បានទៅយកហ្គីតាឲ្យវាហើយខ្ញុំឡើងទៅលើវិញព្រោះពេលយកហ្គីតាឲ្យវានឹងឲ្យកូនសោមួយដើម្បីយកទៅចាក់បើកកន្លែងដែលលក់ pickaxe ល្អហ្នឹងប៉ុន្តែ pickaxe ល្អហ្នឹងគឺថ្លៃខ្លាំងមែនតើអ្នកគ្នាចឹងខ្ញុំអត់មានលុយទិញទេអ្នកនរគ្នាដើរមកតាមខ្ញុំមកនឹងឃើញកន្លែងដែលចាក់បើកកូនសោហ្នឹងបន្ទាប់ពីនោះមកគឺអ្នកគ្នាជិះបើកកូនសោហ្នឹងមកវានឹងបើកទ្វារឲ្យអ្នកនរគ្នាចូលហើយដើរទៅបត់ឆ្វេងនឹងឃើញនៅ pickaxe ហ្នឹងឯអ្នកគ្នាបន្ទាប់ពីនោះមកខ្ញុំក៏បានដើរទៅកន្លែងតាវិតមុនដើម្បីយក portal ដើម្បីបើកច្រកទ្វារទៅភពទី2អ្នកនរគ្នាទីបំផុតខ្ញុំអាចឆ្លងទៅភពទី2បានហើយអ្នកទាំងអស់គ្នាហេដូចផ្លេចមួយ like and subscribe កុំច្រកក្រក់ពេក